សួស្តីសូមស្វាគមន៍មកកាន់ Channel ទូមថ្នាំស្នេហ៍ទាំងគ្នាបាទសូមស្វាគមន៍មកកាន់ជំរំទូវត្តបណ្ដីហើយខ្ញុំបាទ review ទូមួយគ្រឿងនេះបាទពីផ្នែកកំសៃទៅវិញហើយនោះមួយគ្រឿងទៀតបាទកំសៃខ្ជូតល្អណាស់បាទនេះទូផ្នែកខាងក្នុងបាទលាបថ្នាំទូបច្ចរចនាប័ទ្មរបស់គេគឺផ្នែកម្យ៉ាងដែរបាទនេះអញ្ចឹងយើងមិនទាន់ដឹងពនាមទេបាទតិចទៀតដល់ហើយបាទពនាមនៃទូបាទនេះបាទពនាមទូបាទព្រះនរាយសែនជ័យបារមីតាម៉ៅដេជះបាទទូខ្នាតអន្តរជាតិបាទអូសៀស្រ័យបាទទូផ្កាចាទេបាទចំណុះប្រហែលជា12នាក់ទេទូនេះផ្សាយបាត់បណ្ដីឲ្យភ្នែកគេខ្ជូតល្អណាស់បាទភ្នែកនេះបាទអញ្ចឹងសូមបន្តទៅម្ខាងទៀតបាទនេះពុកម៉ែបងប្អូននេះម្ខាងទៀតបាទចឹងវត្តទូនេះនៅវត្តបណ្ដីបាទវត្តបណ្ដីបាទព្រះនាមនៃទូកបាទគឺព្រះនរាយសែនជ័យបារមីតាម៉ៅដេជះបាទទូកមួយគ្រឿងនេះបាទចឹងបងប្អូនទុំបន្តទស្សនាទៀតបាទនេះបូកបាច់រចនាប័ទ្មនៃទូកគេស្អាតហើយតើបាទចំណុះ12នាក់បាទមើលទៅសំសួនដែរកណងដែរទូកនេះចំណុះ12នាក់អុំលេងកំសាន្តសបាយក្នុងរដូវប្រណាំងទូកងបាទនេះមកដល់កំសៃហើយបាទហើយមកគ្រឿងនេះក៏កំសៃក៏ងខ្ពស់ស្អាតដែរបាទចាំបន្តទស្សនាមកដល់ខាងកំសៃឡើយយើងមើលទស្សនាពីកំសៃទៅមុខវិញបាទរៀងស្អាតទេបាទរៀងទំនងណាបាទទូកនេះចំណុះ12នាក់បាទរៀងស្អាតដែរកំសៃបាសងស្ទីតល្អដែរបាទយើងមើលពីក្នុងម្ដងបាទរចនាប័ទ្មខាងក្នុងនៃទូកម្ដងបាទរចនាប័ទ្មខាងក្នុងនៃទូកគឺស្តៀងប្រហែលតែទូកផ្សេងដែរទូកទាំងពីរនេះដែរតែគាត់ថាទូកទាំងពីរនេះគឺថ្មីហើយទូកនេះរៀងចំណាស់បន្តិចបាទអាចថាជាសេះច្បងបាទសូមអរគុណសូមជម្រាបលាបាទ